យើងចូលដល់វីដេអូទី2របៀបបំពេញបង្កាន់ដៃទទួលពាក្យសុំអាហារូបករណ៍នៅចំណុចទី2នេះណាបាទតោះយើងចាប់ផ្ដើមបំពេញទាំងអស់គ្នាបាទនេះគឺជាបង្កាន់ដៃទទួលពាក្យសុំអាហារូបករណ៍កាលពីវីដេអូទី1លោកគ្រូសូមបង្ហាញនៅចំណុចខាងលើសិនបាទនេះគឺជាពាក្យសុំអាហារូបករណ៍ដល់ពេលយើងបំពេញกระดาษទី1ចប់យើងចូលដល់กระดาษទី2គឺបង្កាន់ដៃទទួលពាក្យសុំអាហារូបករណ៍តោះយើងចាប់ផ្ដើមបំពេញទាំងអស់គ្នាកូដនាមនាមនិងភេទរូបថតកូនចាំបិទក្រោយក៏បានអត់អីទេយើងបំពេញបន្តមកទៀតនៅត្រង់ចំណុចថ្ងៃខែឆ្នាំកំណើតថ្ងៃទីខែនិងឆ្នាំតោះយើងចាប់ផ្ដើមបំពេញទាំងអស់គ្នាខាងក្រោមនេះក៏មិនខុសពីពាក្យសុំអាហារូបករណ៍ដែរទីកន្លែងកំណើតអាស័យដ្ឋានបច្ចុប្បន្នលេខទូរស័ព្ទសម័យខ្លួននិយាយរួមពាក្យសុំអាហារូបករណ៍នៅខាងលើនេះណាបាទពាក្យសុំអាហារូបករណ៍កូនបំពេញយ៉ាងម៉េចបង្កាន់ដៃកូនត្រូវបំពេញឲ្យដូចគ្នាតែម្ដងណាបាទតោះយើងចាប់ផ្ដើមបំពេញទាំងអស់គ្នាបន្តមកទៀតប្រភេទអាហារូបករណ៍នៅត្រង់ចំណុចនេះសិស្សទូទៅអត្ថភាពនារីអត្ថភាពក្រីក្រអត្ថភាពតំបន់ដាច់ស្រយាលទាំងសិស្សប្រុសទាំងសិស្សស្រីកូនត្រូវគ្រីសធីកនៅត្រង់កន្លែងសិស្សទូទៅនេះណាបាទមកទៅមកទៀតសម្រាប់កូនជាសិស្សនារីកូនត្រូវគ្រីសបន្ថែមមួយចំណុចទៀតនៅត្រង់អត្ថភាពនារីសូមជាម្ដងទៀតសម្រាប់កូនទាំងសិស្សប្រុសទាំងសិស្សស្រីកូនត្រូវធីកគ្រីសនៅត្រង់សិស្សទូទៅនេះទាំងអស់គ្នាបន្តមកទៀតនៅត្រង់ប្រអប់អត្ថភាពនារីនេះសម្រាប់កូនជាសិស្សស្រីកូនត្រូវធីកគ្រីសថែមមួយចំណុចទៀតណាបាទនៅត្រង់ចំណុចនេះទៅមកទៀតកូនមើលទៅផ្នែកខាងក្រោមកូនត្រូវគ្រីសបាទធីកនៅត្រង់សិស្សចំណេះទូទៅធីកទាំងអស់គ្នាមកទាំងសិស្សប្រុសទាំងសិស្សស្រីណាបាទបន្តមកទៀតឈ្មោះវិទ្យាល័យដែលកូនកំពុងតែរៀនបច្ចុប្បន្នហើយវិទ្យាល័យកូនស្ថិតនៅក្នុងឃុំស្រុកខេត្តទៅមកទៀតលេខរៀងរបស់សិស្សក្នុងបញ្ជីបេក្ខភាពលេខរៀងក្នុងបញ្ជីបេក្ខភាពកូនស្ថិតនៅលេខរៀងទីប៉ុន្មានកូនយកបំពេញមកបាទក្រោយពីកូនបំពេញចប់សពគ្រប់អស់ហើយយើងផ្ទៀងផ្ទាត់ទាំងអស់គ្នាឈ្មោះវិទ្យាល័យដែលកូនកំពុងតែរៀនបច្ចុប្បន្នវិទ្យាល័យដែលកូនកំពុងតែរៀនស្ថិតនៅក្នុងឃុំស្រុកខេត្តរាជធានីត្រង់ចំណុចនេះដោយលោកគ្រូបញ្ជាក់កាលពីវីដេអូទី1ដែរប្រសិនបើកន្លនសម្រាប់កូនបំពេញនៅត្រង់ចំណុចនេះតូចពេកយើងសរសេរអត់អស់កូនសរសេរកាត់បានណាបាទលេខរៀងក្នុងបញ្ជីបេក្ខភាពកូនមើលឲ្យច្បាស់កែឡូកូនបំពេញច្រឡំលេខរៀងមិត្តភ័ក្ដិយើងណាបាទទៅមកទៀតយើងចូលដល់មុខជំនាញនេះក៏មិនខុសគ្នាដែរសញ្ញាទី1នៅលើពាក្យសុំអាហារូបករណ៍កូនបំពេញមុខជំនាញអីកូនយកមកសរសេរចូលនៅត្រង់ចំណុចនេះសរសេរឲ្យដូចគ្នាណាបាទតោះយើងចាប់ផ្ដើមបំពេញចូលទាំងអស់គ្នាក្រោយពីកូនបំពេញមុខជំនាញចប់សពគ្រប់អស់ហើយមានមុខជំនាញនិងលេខរៀងមុខជំនាញក្រោយពីបំពេញចប់សពគ្រប់អស់ហើយយើងទៅផ្ទៀងផ្ទាត់គ្នាណាផ្ទៀងផ្ទាត់នៅសញ្ញាទី1ពាក្យសុំអាហារូបករណ៍ណាបាទយើងទៅមើលទាំងអស់គ្នាបាទឈ្មោះមុខជំនាញទី1ពោលមានជាលេខរៀង53មុខជំនាញទី2គីមីលេខរៀងលេខ4យើងចាប់ផ្ដើមពិនិត្យមើលនៅបង្កាន់ដៃបាទឈ្មោះមុខជំនាញទី1ពោលមានជាលេខរៀង53មុខជំនាញទី2គីមីលេខរៀងទី4តមកទៀតចូលដល់ថ្ងៃទីខែឆ្នាំកាលបច្ឆេទខាងក្រោមនេះយើងបំពេញដោយខាងលើដែរដោយសញ្ញាទី1ដែរយើងបំពេញដាក់ថ្ងៃទី23ខែឧសភាណាបាទតោះយើងចាប់ដើមបំពេញទាំងអស់គ្នាបាទក្រោយពីបំពេញហើយកូនចាប់ដើមហត្ថលេខាដាក់ឈ្មោះមកណាបាទតោះយើងចាប់ដើមបំពេញទាំងអស់គ្នាណាបាទក្រោយពីកូនបំពេញចប់សពគ្រប់អស់ហើយយើងផ្ទៀងផ្ទាត់ទាំងអស់គ្នាម្ដងទៀតកាលបច្ឆេទថ្ងៃសុក្រ12រោចខែពិសាខធ្វើនៅខេត្តរាជធានីថ្ងៃទី23ខែឧសភាឆ្នាំ2025ហត្ថលេខានិងឈ្មោះបេក្ខជនកូនហត្ថលេខាហើយដាក់ឈ្មោះខាងក្រោមក្រោយពីត្រឹមត្រូវអស់ហើយចូលដល់ចំណុចទី2នេះចំណុចខាងក្រោមរូបកន្ត្រៃនេះណាបាទគឺយើងបំពេញដូចគ្នាដូចនឹងចំណុចខាងលើដែរ
នេះបង្កាន់ដៃនេះណាបាទតោះយើងចាប់ផ្ដើមបំពេញមកបំពេញទាំងអស់មកបាទក្រោយពីកូនបំពេញចប់សពគ្រប់អស់ហើយយើងផ្ទៀងផ្ទាត់មើលកន្លែងលោខ្វះចន្លោះណាបាទមើលទៅកន្លែងលោខ្វះកន្លែងណាកន្លែងណីបន្ទាប់មកទៀតយើងចាប់ផ្ដើមបិទរូបថតបាទបិទរូបថតណាបាទផ្នែកខាងលើនិងផ្នែកខាងក្រោមបាទតោះយើងចាប់ផ្ដើមបិទរូបថតទាំងអស់គ្នាបាទនេះគឺជារូបថតពេលដែលកូនបិទកូនមើលយើងយកឲ្យកែងខាងលើបន្ទាត់ខ្មៅនេះណាបាទហើយកែងខាងឆ្វេងនេះមកបាទបិទមកជាន់ខាងក្រោមនេះបាត់លេខទូរស័ព្ទក៏បាត់ទៅអត់អីទេព្រោះយើងមានលេខទូរស័ព្ទសម័យខ្លួនណាបាទបិទមកប៉ុណ្ណឹងជាការស្រេចខាងក្រោមដូចគ្នានៅផ្នែកខាងក្រោមនេះដូចគ្នាតោះយើងចាប់ដើមបិទមកផ្នែកខាងក្រោមនេះពេលដែលកូនបិទកូនមើលផងកៃឡូកូនបិទមកជាន់លើបន្ទាត់ពណ៌ខ្មៅនេះបន្ទាត់ពណ៌ខ្មៅនេះគ្រូឃើញគ្រូចង្អុលទេបាទនេះដែលមានរូបកន្ត្រៃនេះបាទអញ្ចឹងកូនកុំបិទជាន់នៅលើបន្ទាត់ពណ៌ខ្មៅនេះណាបាទតោះយើងចាប់ដើមបិទមកកូនក៏បិទបែបនេះមកបាទព្រោះនៅត្រង់ចំណុចបន្ទាត់ពណ៌ខ្មៅខាងលើនេះលោកគ្រូត្រូវកាត់អូខេបាទចឹងយើងបិទបែបនេះមកតែប៉ុណ្្នេះមកជាការស្រេចតែយើងផ្ទៀងផ្ទាត់មើលសាថ្មីយើងមើលសន្លឹកទី1បាទនេះបាទសន្លឹកទី1យើងមើលមករៀងលឿនបន្តិចណាបាទព្រោះវីដេអូទី1លោកគ្រូបានទម្លាក់ចូលក្នុងក្រុមហើយចូលដល់សន្លឹកទី2សន្លឹកទី2បង្កាន់ដៃទទួលពាក្យសូមអាហារូបករណ៍កូដនាមភេទកន្លែងនេះយើងបិទរូបថតកូនបិទជាន់ខាងក្រោមនេះក៏អត់បញ្ហាដែរព្រោះរូបថត4x6រៀងធំបន្តិចបិទមកអាចនឹងបាត់លេខទូរស័ព្ទកន្លែងនេះប៉ុន្តែមិនជាបញ្ហាទេព្រោះកូនមានលេខទូរស័ព្ទសម័យខ្លួនកន្លែងនេះណាបាទយើងមើលមកទៀតរហូតមកដល់ខាងក្រោមផ្នែកខាងក្រោមនេះកូនមើលផងប្រយ័ត្នសរសេរឬក៏បិទរូបថតជាន់នៅលើបន្ទាត់ដែលត្រូវកាត់ណាបាទរូបថតយើងដាក់នៅកន្លែងនេះឥឡូវម្ដងទៀតគ្រូអូសឲ្យមើលយើងបិទកែងកន្លែងនេះមកណាបាទបិទចេះមកអញ្ចឹងបន្ទាត់ខាងលើនេះអត់មានប៉ះពាល់ទេបាទហើយកន្លែងខាងក្រោមនេះកូនបិទមកបាត់លេខទូរស័ព្ទអាព្យាបាលក៏បាត់ទៅអត់អីទេព្រោះកូនមានលេខទូរស័ព្ទផ្ទាល់ខ្លួនកន្លែងនេះហើយបាទយើងទៀងទាត់មើលតែប៉ុណ្្នេះមកជាការស្រេចបាទអរគុណច្រើនចំពោះវីដេអូទី2គឺមានតែប៉ុណ្្នេះទេបាទសូមអរគុណលោកគ្រូសូមបិទបញ្ចប់វីដេអូទី2ត្រឹមតែប៉ុណ្្នេះ